ឲ្យពុទ្ធបរិស័ទយើងគិតថាតែកាលណាយើងឲ្យអីអ្នកដទៃយើងដាំពូជនឹងហើយអញ្ចឹងយើងឲ្យសេចក្តីសុខដល់អ្នកដទៃបៀតបៀនឲ្យគេឈឺដាំពូជឈឺកំណាញ់ដាំពូជក្រមិនថ្វាយបង្គំគោរពមេត្តាបិតាយើងអត់បានពូជខ្ពង់ខ្ពស់ទេកូនប្រុសស្រីថ្វាយបង្គំមេត្តាបិតាជូនភេទពងពោះគាត់ថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃបូជាភេទពងពោះដាំពូជពងពោះហើយដល់ទៅឲ្យផលកើតក្នុងតកូលពងខ្ពស់មិនមែនពងខ្ពស់ត្រឹមតែលោកយៈទេពងខ្ពស់លោកកតរៈទៀតសម្រាប់មគ្គផលទៀតដោយឧបនិស្សយបច្ច័យនេះយើងយល់ធัวរបស់ព្រះអង្គទៅគឺយើងយល់ពីចេតនាដែលព្រះអង្គសម្ដែងហ្នឹងអាហ្នឹងយើងដាំពូជល្អក្នុងជីវិតរបស់យើងទៅណាតែកាលណាកំណាញ់បានប្តីថាក្រហើយអត់មានអីអង្គមកកំប៉ុងប្រាក់1000រៀល500រៀលធ្វើប៉ុនហ្នឹងក៏អត់មានដែរអាហ្នឹងឲ្យយើងដឹងថាកំណាញ់ហ្នឹងក្រណាក្នុងចិត្តណាលហឹបលហៈតែខាងក្រៅទេតែខាងក្នុងរហាមណាអត់មានណាបើមានឲ្យហើយណែពុទ្ធបរិស័ទយើងដែលឲ្យទានហ្នឹងណាយើងគិតថាយើងមិនសម្បូរទេមាសប្រាក់លុយកាក់អីតែចេតនាមានណាតែមានហើយបានឲ្យបានហ្នឹងណាដាំពូជមានណាអ្នកឲ្យទានហ្នឹងដាំពូជមានណាមាននៅត្រង់ណាមានហើយបានដាក់បាតលោកណាថ្វាយចង្ហាន់ប្រសង់ហ្នឹងណាសិលក៏នៅក្នុងរឿងឲ្យហ្នឹងហៅថាអភិយទានអភ័យទានណាបាណារបាតាវេរមណីវាចាការសម្លាប់សត្វយើងឲ្យជីវិតសត្វដាំពូជអាយុវែងដាំពូជជាក្តីសុខក្នុងការរក្សាសិលហ្នឹងឃើញយើងអត់យកទ្រព្យគេយើងឲ្យមានបានគេយើងឲ្យគេសុខជួបជុំទ្រព្យសម្បត្តិគឺយើងអត់ទៅដណ្ដើមហ្នឹងគឺយើងមានសម្បើមហើយមិនទៅខ្ចីចង់បានរបស់គេទេឃើញទេអាហ្នឹងឯងឲ្យយើងយល់ពុទ្ធបរិស័ទយើងឲ្យសុបាយចិត្តថាគឺយើងត្រូវដាំពូជល្អដាំពូជសុខអញ្ចឹងដល់ទៅកតរិយាហ្នឹងកំណាញ់ស្វិតស្វាញហ្នឹងគឺអត់មានពូជនៃទេវលោកបានទេទៅទេវលោកសិតតែមានសម្បត្តិទឹកកើតពីបុណ្យហើយយើងអត់បុណ្យនោះឬយើងអត់មានសាបព្រោះដំណាំដាំដុះអីធ្វើម៉េចមានស្រូវមានពោតមានសណ្ដែកដើមស្វាយដើមដូងអីកើតមកពីណាបើយើងអត់មានពូជផងហ្នឹងអញ្ចឹងវាអត់មានដំណើរទៅកាន់ទេវលោកទេហើយបកគលពេលទាំងឡាយហ្នឹងអត់បានដឹងរឿងជីវិតរឿងកម្មផលហ្នឹងណាវាអត់ដឹងថាការដែលយើងឲ្យសុខគេយើងដាំពូជសុខយើងអត់ឲ្យសុខគេយើងអត់ពូជសុខឲ្យទុកគេដាំពូជទុកដាំពូជហើយយើងមើលពូជស្រូវមួយគ្រាប់ដុះមកដើមមកបែកគុំមកគុំធំមកបើដីល្អដូចយើងបានថ្វាយទានចំពោះព្រះសង្ឃអញ្ចឹងពូជមួយហ្នឹងបានផលឡើងច្រើនយ៉ាងណាមិញការដែលយើងឲ្យទានហ្នឹងពូជមានហ្នឹងហើយដល់ពេលដែលមុននឹងយើងធ្វើទានបុព្វចេតនាពេលកំពុងធ្វើមុញ្ញនៈចេតនាធ្វើរួចហើយអបរៈចេតនាទៀតសម្បើមមែនទេទៅណាហ្នឹងហើយអាហ្នឹងឲ្យយើងសប្បាយចិត្តទ្រព្យសម្បត្តិយើងនេះណាសន្មតថាជារបស់យើងមែនប៉ុន្តែដូចរបស់ព្រះរាជាអញ្ចឹងតែកាលណាយើងស្លាប់ទៅគឺអស់ហើយអស់សិទ្ធិដើម្បីយើងបរិភោគប្រើប្រាស់ហើយប៉ុន្តែបើយើងបានឲ្យទានអាហ្នឹងឯងតែជាប់តាមដំណើរជីវិតចុតិបដិសន្ធិទៅអញ្ចឹងយើងនៅជាមនុស្សទៀតហ្នឹងប្រហែលថ្ងៃប្រកាន់អីច្រើនពេកហួងហែងអីច្រើនពេកអញ្ចឹងអ្វីក្នុងសម្បត្តិមនុស្សនេះមិនមែនតែមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិទេដៃជើងយើងហ្នឹងក៏ដោយប្រើឲ្យសម្រេចទៅជាបុណ្យទៅភ្នែកយើងហ្នឹងប្រើទៅមើលបត្រៃបីដកទៅប្រើទៅតលតែប្រើទាំងបានសម្រេចទៅជាបុណ្យហើយអាស្រ័យបុណ្យនឹងឯងទាំងដែលយើងគាត់ជាយានពិសេសណាមិនធ្លាក់ចុះទៅកាន់អបាយភូមិហ្នឹងឯងគឺថាអ្វីបើយើងមិនប្រើប្រាស់ឲ្យសម្រេចទៅជាបុណ្យទេក៏ជារបស់មច្ចរាជដល់ពេលវេលាគឺគេដណ្ដើមយកទៅទាំងអស់ហ្នឹងអត់មានទុកឲ្យយើងប្រើប្រាស់អីទៀតទេ